ហ្នឹងហើយអ្នកទាំងអស់គ្នានេះគឺជាផាត់ធូហើយបន្ទាប់ពីពួកយើងញ៉ាំអាហារហើយគឺយើងបានធ្វើដំណើរត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញនេះបានមកដល់ផ្ទះមិត្តភក្តិខ្ញុំម្នាក់ហើយក៏បានតម្លាក់គាត់ចុះនៅផ្ទះគាត់ហ្នឹងហើយនិយាយទៅគឺចង់ទៅជួបគ្នារាល់ថ្ងៃមិនដឹងមិនទេហើយទៅមកទឹកធ្វើមិនក៏យ៉ាងហោចណាស់ជួបគ្នាបាន6ដងដែរនិយាយចំទៅគឺខ្វះគ្នាបានហ្មងណាហើយនេះគឺជាម៉ាតរបស់ម៉ាក់ខ្ញុំដូចបងប្អូនបានឃើញមិនចឹងហើយមួយទៀតនេះគឺជាផ្ទះរបស់មិត្តភក្តិខ្ញុំដែលជាម្ចាស់ឡានហ្នឹងណាឥឡូវនេះគឺបានមកដល់ផ្ទះខ្ញុំហើយយើងក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួននេះចាខ្ញុំមកដល់ផ្ទះហើយខ្ញុំក៏ឡើងទៅលើដើម្បីមួយទឹកនិយាយទៅយើងមកពីដើរលេងយើងសម្អាតខ្លួនអីបានស្អាតចង់ហើយខ្ញុំក៏បានទៅមើលទូទួលបន្តិចដែរនេះកាន់មកដល់ពេលយប់គឺថាមួយទឹកមិនអីហើយដល់សម្លៀកបំពាក់រួចក៏ខ្ញុំបានចេញទៅក្រៅដើម្បីស្រូបយកខ្យល់អាកាសហើយក៏បានមើលទេសភាពពេលយប់ផងដែរនេះខ្ញុំមកមើលទូបន្តិចហើយគឺថាឃ្លានមកឃ្លានពួកអីនិយាយទៅខ្ញុំត្រឡប់អាក្រក់របស់ខ្ញុំគឺពេលយប់ឃ្លានហ្នឹងហើយស៊ូស៊ីសល់ពីហាងហ្នឹងគឺម៉ាក់គាត់បានយកមកអញ្ចឹងសល់ដាក់ក្នុងទូខ្ញុំក៏បានញ៉ាំទៅហើយអត់ឆ្អែតទេបងប្អូនអើយបងប្អូនហ្នឹងហើយស៊ូស៊ីហ្នឹងវាអត់ឆ្អែតទេវាគ្រាន់តែជាបាយត្រប់កាពះអញ្ចឹងណាខ្ញុំធំលេងបានហើយខ្ញុំក៏បានរត់ទៅក្រោមហើយរត់ទាំងភាពភ័យខ្លាចតែម្ដងចាក៏មានខ្លាចអីក្រៅពីខ្មោចទេឃើញខ្ញុំចឹងមកក្រៅហ្នឹងគឺខ្ញុំទៅហាងបុគ្គលិកម៉ាក់ខ្ញុំឲ្យគាត់ដឹកអីវ៉ាន់ឲ្យខ្ញុំបន្តិចហ្នឹងណាហើយ delivery នេះគឺលឿនខ្លាំងហ្មងណាចាំតែ 4-10 នាទីទេគឺមកដល់ហ្មងនិយាយទៅអាស្រ័យលើតែបងប្អូនឆ្ងាយចិត្តដែរហើយខ្ញុំឃ្លានពេលយប់នេះគឺមិនឃ្លានអីទេខាកូកាកូឡាមកកំប៉ុងនឹងឯងព្រោះអីមិញហ្នឹងខ្ញុំញ៉ាំស៊ូស៊ីហើយអញ្ចឹងទៅក៏អត់ចង់ញ៉ាំអីទៀតដែរព្រោះពីរៀងនីដាឆ្អែតហើយខ្ញុំចេញមកមើលមេឃគឺមេឃចង់ភ្លឺវិញហើយនេះហើយខ្ញុំក៏បានលេងឆាតមួយមិត្តភក្តិដែរនិយាយទៅអត់មើលមេរៀនសោះហ្មងស្អែកចូលរៀនណាតែបានមើលមេរៀនទេហត់ខ្លាំង